តែនរណាដែលមិនចង់បង្កើតទំនាក់ទំនងល្អជាមួយអ្នកដទៃនោះប៉ុន្តែពេលខ្លះដោយសារតែគេដើរខ្សែលើយើងច្រើនពេកដូចជាគេមិនគោរពយើងគេចង់គ្រប់គ្រងយើងជ្រុលពេកទើបយើងចង់ដើរម្នាក់ឯងហើយពេលខ្លះទៀតដោយសារតែយើងមានគំនិតផ្សេងដែរពីគេដែលធ្វើយើងពិបាកក្នុងការចូលចំណោមជាមួយគេខ្លាំងមែនទែនធ្វើយើងមិនចង់មានទំនាក់ទំនងជាមួយអ្នកដទៃទេព្រោះយើងមានអារម្មណ៍ថាពិបាកផ្គាប់ចិត្តគេហើយក៏មិនចង់ផ្គាប់ចិត្តគេដែរដូច្នេះទើបយើងចង់នៅតែឯងទើបស្រួលជាងប៉ុន្តែយើងសាកស្រមៃមើលបើយើងយល់ដឹងពីចិត្តសាស្ត្រនៃទំនាក់ទំនងតើយើងនឹងមានភាពងាយស្រួលក្នុងការទំនាក់ទំនងជាមួយអ្នកដទៃដល់កម្រិតណាហើយតើយើងនឹងទទួលបានទំនាក់ទំនងមួយដ៏មានអត្ថន័យនិងមានភាពយូរអង្វែងដ៏ល្អកម្រិតណាទៅហើយពេលនោះដែរយើងក៏អាចនឹងបែងចែកបានយ៉ាងច្បាស់ថាទំនាក់ទំនងណាគួរតែរក្សាបន្តនិងទំនាក់ទំនងណាដែលគួរតែកាត់ផ្តាច់ចោលតែម្ដងនៅក្នុងវីដេអូនេះនឹងនាំយកចិត្តសាស្ត្រនៃទំនាក់ទំនងដ៏សំខាន់ចំនួន25ដើម្បីជាទុនឲ្យបងប្អូនបង្កើនសមត្ថភាពជំនាញក្នុងការទំនាក់ទំនងជាមួយអ្នកដទៃឲ្យកាន់តែប្រសើរឡើងជាលំដាប់ 1. គុណភាពនៃជីវិតរបស់អ្នកគឺជាគុណភាពនៃទំនាក់ទំនងរបស់អ្នកទំនាក់ទំនងវិជ្ជមានផ្ដល់ការគាំទ្រខាងផ្លូវចិត្តនិងអារម្មណ៍នៃភាពជាម្ចាស់កម្មសិទ្ធិនិងសុភមង្គលមកដល់យើងផ្ទុយទៅវិញទំនាក់ទំនងអវិជ្ជមានឬក៏ភាពឯកោអាចនាំឲ្យមានភាពតានតឹងការថប់បារម្ភនិងមានបញ្ហាសុខភាពផ្សេងៗការវិនិយោគទៅលើទំនាក់ទំនងល្អគឺស្មើនឹងការវិនិយោគទៅលើសុភមង្គលនិងសុខភាពយូរអង្វែងរបស់យើងទំនាក់ទំនងល្អគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់ជីវិតដែលប៉ះពាល់ដោយផ្ទាល់ដល់ទាំងសុភមង្គលនិងសុខភាពរបស់យើងតែម្ដង 2. ទំនាក់ទំនងដ៏រឹងមាំយូរអង្វែងមិនមែនកើតឡើងដោយចៃដន្យទេវាត្រូវការបដិញ្ញាចិត្តនិងការខិតខំប្រឹងប្រែងរបស់យើងទាំងសងខាងទំនាក់ទំនងដែលស្ថិតថេរនិងមានអត្ថន័យមិនមែនជាលទ្ធផលនៃសំណាងឬជាការផ្គូផ្គងដ៏ល្អឥតខ្ចោះដោយស្វ័យប្រវត្តិនោះទេវាទាមទារការចូលរួមយ៉ាងសកម្មនិងការចូលរួមយ៉ាងជាប់លាប់ពីភាគីដែលពាក់ព័ន្ធការបដិញ្ញាចិត្តគឺជាការសម្រេចចិត្តបន្តទំនាក់ទំនងបើទោះបីជាមានឧបសគ្គក៏ដោយវាជាការខិតខំប្រឹងប្រែងរួមមានជាការប្រស្រ័យទាក់ទងដោយបើកចំហការដោះស្រាយជម្លោះដោយស្ថាបនាគ្នាទៅវិញទៅមកការបង្ហាញពីការដឹងគុណការចំណាយពេលវេលាប្រកបដោយគុណភាពជាមួយគ្នានិងការគាំទ្រគ្នាទៅវិញទៅមកក្នុងពេលលំបាកនិងពេលរីករាយទាំងនេះហើយគឺជាសកម្មភាពដែលជួយទៅដល់ទំនាក់ទំនងរបស់យើងទំនាក់ទំនងល្អគឺត្រូវបានសាងសង់មិនមែនរកឃើញទេវាត្រូវការដឹងខ្លួនរវាងភាគីពាក់ព័ន្ធនិងការលះបង់របស់ពួកគេទាំងសងខាង 3. បញ្ហាទំនាក់ទំនងដ៏ធំបំផុតគឺយើងមិនស្ដាប់ដើម្បីយល់ទេតែយើងស្ដាប់ដើម្បីឆ្លើយតបនេះគឺជាឧបសគ្គធំមួយក្នុងការប្រស័យទាក់ទងនៅពេលយើងស្ដាប់ដើម្បីតែឆ្លើយតបគឺយើងកំពុងតែផ្ដោតទៅលើគំនិតផ្ទាល់ខ្លួនរបស់យើងក្នុងការការពារខ្លួនឬក៏ជាការរៀបចំការប្រកែកជាងការស្រូបយកខ្លឹមសារនិងអារម្មណ៍របស់អ្នកនិយាយស្ដាប់ដើម្បីយល់គឺទាមទារការផ្ចង់អារម្មណ៍ពេញលេញការព្យាយាមយល់ពីទស្សនៈរបស់អ្នកនិយាយនិងការបញ្ជាក់ពីការយល់ដឹងរបស់យើងដូចគ្នាការផ្លាស់ប្ដូរនេះអាចកាត់បន្ថយការយល់ច្រឡំយ៉ាងខ្លាំងនិងបង្កើនភាពស្និទ្ធស្នាលរវាងយើងនិងអ្នកនិយាយច្រើនទៀតផងការស្ដាប់ពិតប្រាកដគឺស្វែងរកការយល់ដឹងមិនមែនគ្រាន់តែរងចាំវេនយើងនិយាយនោះទេ 4. ការរៀនស្រឡាញ់ខ្លួនឯងគឺជាជំហានដំបូងក្នុងការស្រឡាញ់អ្នកដទៃឲ្យបានពិតប្រាកដការគោរពខ្លួនឯងការទទួលយកខ្លួនឯងនិងក្តីមេត្តាចំពោះខ្លួនឯងគឺបង្កើនជាគ្រឹះដ៏រឹងមាំសម្រាប់ទំនាក់ទំនងដែលមានសុខភាពល្អជាមួយនឹងអ្នកដទៃប្រសិនបើអ្នកមិនឲ្យតម្លៃខ្លួនឯងអ្នកអាចនឹងស្វែងរកការបញ្ជាក់ពីអ្នកដទៃឬការអត់ឱនចំពោះអាកប្បកិរិយាដែលមិនគួរឲ្យគោរពការស្រឡាញ់ខ្លួនឯងជួយឲ្យអ្នកមានទំនុកចិត្តធ្វើឲ្យអ្នកអាចកំណត់ព្រំដែនដែលមានសុខភាពល្អចំពោះទំនាក់ទំនងនិងអាចផ្ដល់ក្តីស្រឡាញ់ទៅដល់អ្នកដទៃពីកន្លែងដែលមានភាពពេញលេញជាងចេញពីកន្លែងដែលមានភាពខ្វះខាតសុខភាពនៃទំនាក់ទំនងរបស់អ្នកជាមួយនឹងអ្នកដទៃគឺចាប់ផ្ដើមពីសុខភាពនៃទំនាក់ទំនងរបស់អ្នកជាមួយនឹងខ្លួនឯង 5. ការទទួលយកភាពខុសគ្នាគឺជាជំហានដំបូងឆ្ពោះទៅរកភាពសុខដុមរមនានៃទំនាក់ទំនងមនុស្សគ្រប់រូបគឺប្លែកខុសពីគ្នាដោយមានប្រវត្តិបទពិសោធន៍តម្លៃជំនឿនិងបុគ្គលិកលក្ខណៈខុសៗគ្នាការរំពឹងថាអ្នកដទៃនឹងគិតឬក៏មានអារម្មណ៍ឬក៏ធ្វើដូចយើងគឺជាប្រភពនៃចំនួនការទទួលយកមិនមែនមានន័យថាអ្នកត្រូវតែយល់ស្របនឹងអ្វីគ្រប់យ៉ាងនោះទេប៉ុន្តែវាមានន័យថាជាការទទួលស្គាល់គោរពនិងឲ្យតម្លៃចំពោះភាពខុសគ្នាទាំងនោះនេះគឺបង្កើតបរិយាកាសនៃការយោគយល់ការគោរពគ្នាទៅវិញទៅមកនិងភាពសុខដុមរមនាជាមួយគ្នាភាពចម្រុះនៃទំនាក់ទំនងអាចជាប្រភពនៃភាពរឹងមាំប្រសិនបើយើងចេះទទួលយកនិងគោរពនៃភាពខុសគ្នាទាំងនោះ
6 គោលដៅនៃទំនាក់ទំនងមិនមែនគិតដូចគ្នានោះទេប៉ុន្តែគឺត្រូវគិតរួមគ្នាការខ្វែងគំនិតគ្នាគឺជារឿងជាមិនផុតទេហើយថែមទាំងអាចមានប្រយោជន៍ថែមទៀតផងទំនាក់ទំនងដែលរឹងមាំមិនតម្រូវឲ្យដៃគូមានគំនិតដូចគ្នាបេះបិទគ្រប់រឿងនោះទេអ្វីដែលសំខាន់គឺសមត្ថភាពក្នុងការគិតរួមគ្នានោះគឺជាការធ្វើការងារជាក្រុមការប្រស្រ័យទាក់ទងដោយការគោរពការពិចារណាទៅលើទស្សនៈរបស់គ្នាទៅវិញទៅមកស្វែងរកចំណុចរួមនិងធ្វើការសម្រេចចិត្តរួមគ្នាឬសម្របសម្រួលដើម្បីសម្រេចគោលដៅរួមឬក៏ដោះស្រាយបញ្ហាជាមួយគ្នាសាមគ្គីភាពក្នុងទំនាក់ទំនងគឺកើតចេញពីការសហការមិនមែនកើតចេញពីការយល់ស្របដោយបង្ខំនោះទេ7ការប្រស្រ័យទាក់ទងដោយស្មោះត្រង់គឺជាគ្រឹះនៃទំនាក់ទំនងដ៏រឹងមាំភាពស្មោះត្រង់និងភាពបើកចំហក្នុងការប្រស្រ័យទាក់ទងបង្កើតបានជាទំនុកចិត្តដែលជាធាតុផ្សំសំខាន់បំផុតនៃទំនាក់ទំនងនេះរួមបញ្ចូលទាំងការនិយាយការពិតបើទោះបីជាវាពិបាកឬមិនស្រួលក៏ដោយការចែករំលែកអារម្មណ៍តម្រូវការនិងកង្វល់របស់អ្នកដោយស្មោះហើយក៏ស្ដាប់ដោយស្មោះត្រង់នៅអ្វីដែលដៃគូរបស់អ្នកកំពុងតែនិយាយផងដែរការលាក់បាំងឬក៏ការមិនស្មោះត្រង់វានឹងធ្វើឲ្យគ្រឹះនៃទំនាក់ទំនងរបស់អ្នកចុះខ្សោយទំនុកចិត្តត្រូវបានសាងសង់ឡើងដោយភាពស្មោះត្រង់ហើយបើគ្មានទំនុកចិត្តទំនាក់ទំនងក៏មិនអាចរឹងមាំបានដែរ8ការគោរពគ្នាទៅវិញទៅមកគឺជាខ្យល់ដង្ហើមនៃទំនាក់ទំនងការគោរពគឺជាការចាំបាច់សម្រាប់ជីវិតនិងសុខភាពនៃទំនាក់ទំនងដូចជាខ្យល់ដង្ហើមសម្រាប់មនុស្សដូចគ្នាដែរវាមានន័យថាការឲ្យតម្លៃទៅលើគំនិតអារម្មណ៍តម្រូវការព្រំដែនពេលវេលានិងភាពជាបុគ្គលរបស់ដៃគូរបស់យើងនេះវាជារឿងសំខាន់ការគោរពទាំងនោះរួមមានដូចជាការមិននិយាយបន្ទាបបន្ថោកកិត្តិយសរបស់ដៃគូការមិនរិះគន់បំផ្លិចបំផ្លាញនៃគំនិតរបស់ដៃគូការមិននិយាយដើមដៃគូនិងការប្រព្រឹត្តចំពោះគ្នាទៅវិញទៅមកដោយសេចក្តីថ្លៃថ្នូរនិងការពិចារណាដ៏ល្អបំផុតបើគ្មានការគោរពទេទំនាក់ទំនងនឹងក្លាយជាទំនាក់ទំនងដ៏ថប់ដង្ហើមហើយទីបំផុតទំនាក់ទំនងនោះក៏ស្លាប់ទៅវិញទៅ9បទពិសោធន៍នៃភាពស្និទ្ធស្នាលជាមួយអ្នកផ្ទះដំបូងនៅក្នុងវ័យកុមារវានឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់របៀបដែលយើងមានទំនាក់ទំនងជាមួយអ្នកដទៃនៅពេលពេញវ័យនេះគឺជាទ្រឹស្ដីនៃការផ្សារភ្ជាប់និស្ស័យដែលភាសាអង់គ្លេសគេហៅថា attachment theory ចំណងមេត្រីភាពដំបូងដែលយើងមានជាមួយអ្នកថែទាំជាធម្មតាដូចជាឪពុកម្ដាយឬក៏លោកយាយវាបង្កើតបានជាគំរូខាងក្នុងដែលជះឥទ្ធិពលទៅដល់ការរំពឹងទុករបស់យើងចំពោះទំនាក់ទំនងរបៀបដែលយើងមើលឃើញខ្លួនឯងក្នុងទំនាក់ទំនងនិងរបៀបដែលយើងឆ្លើយតបនឹងភាពស្និទ្ធស្នាលក៏ដូចជាចំនួនផងដែរទម្រង់នៃការភ្ជាប់និស្ស័យនេះវាអាចជះឥទ្ធិពលទៅដល់ការរើសយកដៃគូភាពស្និទ្ធស្នាលនិងស្ថិរភាពនៃទំនាក់ទំនងរបស់យើងនៅពេលពេញវ័យផងដែរអតីតកាលនៃការភ្ជាប់និស្ស័យរបស់យើងវាបង្កើតបានជាគ្រឹះសម្រាប់របៀបដែលយើងប្រស្រ័យទាក់ទងក្នុងពេលបច្ចុប្បន្នឧទាហរណ៍នៅពេលដែលយើងរស់នៅក្នុងគ្រួសារដែលផ្ដល់ក្តីស្រឡាញ់ឲ្យយើងពេញលេញយើងទំនងជាមានផ្នត់គំនិតថាពិភពលោកគឺពោរពេញទៅដោយភាពកក់ក្ដៅហើយនៅពេលដែលយើងមានទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនយើងក៏មានទំនោរផ្ដោតទៅលើភាពកក់ក្ដៅនិងភាពស្និទ្ធស្នាលជាមួយមនុស្សជុំវិញខ្លួនដូចគ្នាដែរ10អ្នកមិនអាចផ្លាស់ប្ដូរនរណាម្នាក់បានទេអ្នកអាចត្រឹមតែស្រឡាញ់ពួកគេហើយសង្ឃឹមថាពួកគេនឹងផ្លាស់ប្ដូរដោយខ្លួនឯងការព្យាយាមបង្ខំរៀបចំឬគ្រប់គ្រងអ្នកដទៃឲ្យផ្លាស់ប្ដូរទៅតាមអ្វីដែលអ្នកចង់បានគឺកម្រនឹងទទួលបានជោគជ័យណាស់ហើយអាចនឹងនាំឲ្យមានការអាក់អន់ចិត្តមានចំនួននិងការប្រឆាំងផងដែរការផ្លាស់ប្ដូរពិតប្រាកដនិងឋិតថេរត្រូវតែកើតចេញពីការជំរុញពីចិត្តខាងក្នុងនិងការសម្រេចចិត្តរបស់បុគ្គលនោះដោយផ្ទាល់អ្វីដែលអ្នកអាចធ្វើបានគឺស្រឡាញ់ពួកគេដោយគ្មានលក្ខខណ្ឌទទួលយកពួកគេថាពួកគេគឺជានរណាផ្ដល់ការគាំទ្រប្រសិនបើពួកគេចង់បានការផ្លាស់ប្ដូរហើយផ្ដោតទៅលើការគ្រប់គ្រងអាកប្បកិរិយានិងប្រតិកម្មរបស់អ្នកផ្ទាល់តែម្ដងការទទួលយកគឺជាគន្លឹះការផ្លាស់ប្ដូររបស់អ្នកដទៃមិនស្ថិតនៅក្នុងការគ្រប់គ្រងរបស់អ្នកនោះទេ11ការប្រស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាពគឺជាគ្រឹះនៃទំនាក់ទំនងដ៏រឹងមាំការប្រស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាពរួមបញ្ចូលទាំងភាពស្មោះត្រង់ភាពច្បាស់លាស់ការស្ដាប់ដោយយកចិត្តទុកដាក់ការយល់ចិត្តការប្រើភាសាកាយវិការដ៏ត្រឹមត្រូវនិងសមត្ថភាពក្នុងការដោះស្រាយបញ្ហានិងជម្លោះតាមរបៀបស្ថាបនានានាវាគឺជាឈាមដែលចិញ្ចឹមទំនាក់ទំនងធានាឲ្យមានការយល់ដឹងទំនុកចិត្តភាពស្និទ្ធស្នាលនិងសមត្ថភាពក្នុងការដោះស្រាយបញ្ហារួមគ្នាបើគ្មានការប្រស្រ័យទាក់ទងល្អទេទំនាក់ទំនងនឹងងាយប្រឈមនឹងការយល់ច្រឡំហើយឃ្លាតឆ្ងាយពីគ្នាជាមិនខាន
ជំនាញក្នុងការប្រស្រ័យទាក់ទងល្អនេះគឺជាឧបករណ៍ដ៏មានឥទ្ធិពលបំផុតសម្រាប់ការកសាងនិងថែរក្សាទំនាក់ទំនងមួយឲ្យគង់វង្សនិងយូរអង្វែង 12. ទំនាក់ទំនងគឺជាដំណើរការនៃការដោះដូរនេះគឺសំដៅទៅលើទ្រឹស្ដីនៃការផ្លាស់ប្ដូរសង្គម Social Exchange Theory ទ្រឹស្ដីនេះសន្មតថាមនុស្សវាតម្លៃទំនាក់ទំនងដោយផ្អែកទៅលើការវិភាគជាញឹកញាប់គឺវិភាគដោយមិនដឹងខ្លួនទេគឺផ្ដោតទៅលើផលប្រយោជន៍ដែលផលប្រយោជន៍នោះមានដូចជាសេចក្តីស្រឡាញ់ការគាំទ្រភាពរីករាយការទទួលបានធនធានឬស្ថានភាពសង្គមជាដើមជាមួយនឹងការចំណាយដែលការចំណាយមានដូចជាការចំណាយពេលវេលាការខិតខំប្រឹងប្រែងការចំណាយទៅលើភាពតានតឹងការចំណាយទៅលើចំនួននិងការចំណាយទៅលើការបាត់បង់ឱកាសនានាមនុស្សមានទំនោរបន្តទំនាក់ទំនងដែលពួកគេយល់ថាអាចផ្ដល់ផលប្រយោជន៍ច្រើនជាងផលចំណាយរបស់ពួកគេទំនាក់ទំនងពាក់ព័ន្ធនឹងការផ្ដល់និងការទទួលហើយតុល្យភាពនៃការដោះដូរនេះហើយគឺវាមានឥទ្ធិពលទៅលើការពេញចិត្តចំពោះទំនាក់ទំនងរបស់មនុស្សម្នាក់ៗ 13. របៀបដែលយើងយល់ឃើញចំពោះអាកប្បកិរិយារបស់អ្នកដទៃវាមានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងទំនាក់ទំនងយើងតែងតែព្យាយាមពន្យល់ពីមូលហេតុនៃអាកប្បកិរិយារបស់អ្នកដទៃហេតុអ្វីបានជាពួកគេធ្វើបែបនេះបន្ទាប់មកយើងក៏មានការយល់ឃើញហើយមានការបកស្រាយរបស់យើងចំពោះអាកប្បកិរិយាទាំងនោះតើវាបណ្ដាលមកពីបុគ្គលិកលក្ខណៈរបស់ពួកគេឬក៏មកពីស្ថានភាពអ្វីដែលយើងគិតនេះវានឹងកំណត់ពីរបៀបដែលយើងមានអារម្មណ៍និងឆ្លើយតបចំពោះអាកប្បកិរិយារបស់ពួកគេបើសិនជាយើងយល់ឃើញខុសវាអាចនឹងនាំឲ្យមានការភ័ន្តច្រឡំនិងមានជម្លោះចំពោះទំនាក់ទំនងនោះផងដែរការបកស្រាយរបស់យើងចំពោះអាកប្បកិរិយារបស់អ្នកដទៃគឺវាមានឥទ្ធិពលដូចជាយើងមានអាកប្បកិរិយាទៅលើទំនាក់ទំនងនោះដូច្នោះដែរអ្នកដែលមានបញ្ញាខាងផ្លូវអារម្មណ៍ដែលភាសាអង់គ្លេសគេហៅថា emotional intelligence គឺជាមនុស្សដែលពូកែខាងទំនាក់ទំនងបញ្ញាខាងផ្លូវអារម្មណ៍ឬក៏យើងហៅថា EQ រួមមានសមត្ថភាពក្នុងការស្ដាប់សមត្ថភាពក្នុងការយល់និងគ្រប់គ្រងចំពោះខ្លួនឯងនិងសមត្ថភាពក្នុងការប្រើប្រាស់អារម្មណ៍របស់ខ្លួនជាមួយនឹងអ្នកដទៃឲ្យមានប្រសិទ្ធភាពនេះរួមបញ្ចូលទាំងការយល់ចិត្តការគ្រប់គ្រងខ្លួនឯងការយល់ដឹងពីសង្គមនិងជំនាញទំនាក់ទំនងផងដែរអ្នកដែលមាន EQ ខ្ពស់ទំនងជាអាចប្រស្រ័យទាក់ទងបានល្អជាងមុនបង្កើតទំនុកចិត្តល្អជាងមុននិងដោះស្រាយចំនួនប្រកបដោយប្រសិទ្ធភាពជាមួយនឹងការបង្កើតទំនាក់ទំនងដ៏រឹងមាំនិងមានភាពវិជ្ជមានផងដែរបញ្ញាខាងផ្លូវអារម្មណ៍នេះគឺជាជំនាញគន្លឹះសម្រាប់ភាពជោគជ័យក្នុងទំនាក់ទំនងជាមួយអ្នកដទៃ 15. ទំនាក់ទំនងត្រូវការវិនិយោគពេលវេលាការយកចិត្តទុកដាក់និងការយល់ពីគ្នាទំនាក់ទំនងមិនអាចរីកចម្រើនដោយខ្លួនឯងបានទេប្រសិនបើគ្មានការថែទាំវាត្រូវការវិនិយោគជាប្រចាំចំណែកឯពេលវេលាគឺជាការលះបង់ប្រកបដោយគុណភាពដើម្បីនៅជាមួយគ្នាធ្វើសកម្មភាពរួមគ្នានិងគ្រាន់តែស្ដាប់គ្នាការយកចិត្តទុកដាក់គឺជាការបង្ហាញពីការចាប់អារម្មណ៍ពិតប្រាកដចំពោះជីវិតអារម្មណ៍និងតម្រូវការរបស់ដៃគូការចងចាំរឿងតូចតាចនិងការធ្វើឲ្យពួកគេមានអារម្មណ៍ថាមានតម្លៃការយល់ចិត្តគឺជាការព្យាយាមយល់ពីទស្សនៈនិងអារម្មណ៍របស់ពួកគេបើទោះបីជាពួកគេមិនយល់ស្របក៏ដោយទំនាក់ទំនងដែលរីកចម្រើនត្រូវការចិញ្ចឹមបីបាច់ថែរក្សាជាប្រចាំដូចជារុក្ខជាតិដែរ 16. កុំបាត់បង់ភាពជាខ្លួនឯងក្នុងការព្យាយាមផ្គាប់ចិត្តអ្នកដទៃការរក្សាអត្តសញ្ញាណតម្លៃនិងចំណង់ចំណូលចិត្តផ្ទាល់ខ្លួនគឺជារឿងសំខាន់ណាស់ប្រសិនបើអ្នកផ្លាស់ប្ដូរខ្លួនឯងទាំងស្រុងលះបង់អ្វីដែលជារឿងសំខាន់ចំពោះអ្នកដើម្បីឲ្យអ្នកដទៃពេញចិត្តឬដើម្បីគ្រាន់តែឲ្យគេទទួលយកអ្នកអាចនឹងបាត់បង់ភាពពិតរបស់ខ្លួនឯងហើយពេលនោះអ្នកនឹងមានអារម្មណ៍ថាមិនពេញចិត្តឬក៏មានអារម្មណ៍ថាអន់ចិត្តចំពោះខ្លួនឯងទំនាក់ទំនងដែលមានសុខភាពល្អគឺអនុញ្ញាតឲ្យបុគ្គលម្នាក់រក្សាភាពជាខ្លួនឯងហើយត្រូវបានគេឲ្យតម្លៃចំពោះអ្វីដែលពួកគេមានពិតប្រាកដជាងអ្វីដែលអ្នកដទៃចង់ឲ្យពួកគេខ្លាយទៅជាភាពស្មោះត្រង់ចំពោះខ្លួនឯងគឺជាគ្រឹះសម្រាប់ទំនាក់ទំនងដែលពិតប្រាកដ 17. ទំនាក់ទំនងគឺត្រូវតែមានភាពយុត្តិធម៌និងស្មើភាពគ្នាមនុស្សមានអារម្មណ៍ពេញចិត្តបំផុតក្នុងទំនាក់ទំនងនៅពេលដែលពួកគេយល់ឃើញថាវាមានសមាមាត្រនៃការរួមចំណែកគ្នាឧទាហរណ៍ជាការខិតខំប្រឹងប្រែងការគាំទ្រនិងពេលវេលាជាមួយនឹងផលប្រយោជន៍ដែលយើងទទួលបានគឺជាក្តីស្រឡាញ់ការយកចិត្តទុកដាក់និងការគាំទ្រមកកាន់ពួកគេគឺប្រហាក់ប្រហែលនឹងដៃគូរបស់ពួកគេដែរភាពដែលមិនស្មើគ្នាឬក៏ភាពអយុត្តិធម៌នៃការយល់ឃើញដែលនាំឲ្យមានភាពតានតឹងនិងកើតឲ្យមានការអន់ចិត្តរហូតដល់មានការមិនពេញចិត្តដែលអាចធ្វើឲ្យបំផ្លាញទំនាក់ទំនងនោះជាមិនខានតុល្យភាពនៃការផ្ដល់និងការទទួលគឺសំខាន់សម្រាប់ស្ថិរភាពនិងការពេញចិត្តក្នុងទំនាក់ទំនងដែលយើងបង្កើត 18. ពាក្យសម្ដីអាចសាងស្ពានឬសាងជញ្ជាំងអាស្រ័យទៅលើចេតនានៅពីក្រោយរបស់វាព
ពាក្យសម្ដីគឺមានឥទ្ធិពលខ្លាំងណាស់ក្នុងការទំនាក់ទំនងពាក្យដែលជ្រើសរើសដោយប្រុងប្រយ័ត្ននិយាយដោយយកចិត្តទុកដាក់មានចេតនាល្អមានការគោរពអាចសាងជាស្ពាននៃការយល់ដឹងបង្កើតឲ្យមានភាពស្និទ្ធស្នាលនិងមានទំនុកចិត្តរវាងគ្នាទៅវិញទៅមកផ្ទុយទៅវិញពាក្យសម្ដីដែលគំរោះគំរើយមានការរិះគន់ស្ដីបន្ទោសមាក់ងាយឬនិយាយដោយមិនចេះគិតអាចកសាងជាជញ្ជាំងដែលបង្កើតឲ្យមានការបែកបាក់និងការយល់ច្រឡំបង្កឲ្យមានការឈឺចាប់និងឃ្លាតឆ្ងាយពីទំនាក់ទំនងយើងត្រូវតែជ្រើសរើសពាក្យសម្ដីដែលប្រុងប្រយ័ត្នព្រោះវាមានអំណាចនៅក្នុងការកសាងក៏ដូចជាការបំផ្លាញទំនាក់ទំនងរបស់យើងដូចគ្នា19ចំនួនក្នុងទំនាក់ទំនងអាចជាឱកាសក្នុងការបង្កើតការយល់ដឹងកាន់តែស៊ីជម្រៅប្រសិនបើយើងចេះដោះស្រាយវាដោយស្ថាបនាចំនួនគឺជារឿងធម្មតាទៅហើយយើងក៏មិនអាចជៀសផុតក្នុងទំនាក់ទំនងបានដែរប្រសិនបើយើងជៀសវាងឬក៏ដោះស្រាយមិនបានល្អដូចជាការស្រែកដាក់គ្នាបន្ទោសគ្នាប្រើអំពើហិង្សាដាក់គ្នាវានឹងបំផ្លាញទំនាក់ទំនងនោះហើយប្រសិនបើដៃគូទាំងពីរដោះស្រាយចំនួនដោយបើកចំហមានការគោរពគ្នាចង់យល់ពីគ្នានិងស្វែងរកដំណោះស្រាយរួមគ្នាវាអាចនឹងនាំទៅរកការយល់ដឹងកាន់តែច្បាស់ពីតម្រូវការទស្សនៈព្រំដែននិងតម្លៃរបស់គ្នាទៅវិញទៅមកដែលអាចពង្រឹងចំណងមេត្រីភាពដែលបង្កើតឲ្យមានទំនាក់ទំនងកាន់តែរឹងមាំនិងមានភាពស្អិតរមួតជាមួយគ្នាទៅវិញទៅមកចំនួនមិនមែនតែងតែអាក្រក់នោះទេវាអាចជាកាតាលីករសម្រាប់ការលូតលាស់ប្រសិនបើយើងដោះស្រាយវាបានត្រឹមត្រូវ20កុំរំពឹងឲ្យអ្នកដទៃបំពេញចន្លោះរបស់អ្នកតែអ្នកគួរតែបំពេញវាដោយខ្លួនឯងសុភមង្គលភាពពេញចិត្តភាពមានតម្លៃនិងការគោរពខ្លួនឯងពិតប្រាកដត្រូវកើតចេញពីខាងក្នុងខ្លួនរបស់អ្នកការរំពឹងថាដៃគូឬអ្នកផ្សេងទៀតនឹងបំពេញឲ្យអ្នកទទួលខុសត្រូវចំពោះសុភមង្គលរបស់អ្នកឬក៏ដោះស្រាយបញ្ហាផ្លូវចិត្តរបស់អ្នកឬក៏ផ្ដល់ឲ្យអ្នកនៅអ្វីដែលអ្នកខ្វះខាតនៅក្នុងខ្លួនអ្នកវានឹងក្លាយទៅជាបន្ទុកដែលមិនត្រឹមត្រូវទៅលើពួកគេហើយអាចនឹងនាំឲ្យមានការពឹងផ្អែកមិនល្អទៀតផងវាបង្កើតឲ្យមានការខកចិត្តនិងបង្កឲ្យមានទំនាក់ទំនងដែលមិនស្មើភាពគ្នាអ្នកគឺជាអ្នកទទួលខុសត្រូវចម្បងសម្រាប់សុភមង្គលរបស់ខ្លួនឯងនិងភាពពេញលេញនៃជីវិតរបស់ខ្លួនអ្នក21ទំនាក់ទំនងដែលមានសុខភាពល្អគឺនៅពេលដែលមនុស្សពីរនាក់ឯករាជ្យសម្រាប់ចិត្តដើរលើផ្លូវជាមួយគ្នាមិនមែនជាពេលដែលមនុស្សម្នាក់ពឹងផ្អែកទៅលើម្នាក់ទៀតដើម្បីរស់នោះទេទំនាក់ទំនងមានន័យថាពឹងផ្អែកគ្នាទៅវិញទៅមកមិនមែនជាការពឹងផ្អែកទាំងស្រុងទៅលើម្ខាងនោះទេនៅក្នុងទំនាក់ទំនងមួយដែលរីកចម្រើនដៃគូនីមួយៗមានភាពពេញលេញមានអត្តសញ្ញាណផ្ទាល់ខ្លួនអាចរួមដំណើរដែលឯករាជ្យជាមួយគ្នាបានប៉ុន្តែពួកគេជ្រើសរើសផ្លូវមួយដែលអាចចែករំលែកជីវិតជាមួយគ្នាគាំទ្រគ្នាទៅវិញទៅមកនិងរីកចម្រើនជាមួយគ្នាពួកគេចង់បានគ្នាជាជាងត្រូវការគ្នាដើម្បីមានអារម្មណ៍ថាពេញលេញនិងមានតម្លៃឬអាចរួមរស់ជាមួយគ្នាបាននិយាយម្ដងទៀតពួកគេចង់បានគ្នាមិនមែនត្រូវការគ្នានោះទេទំនាក់ទំនងល្អគឺតែងតែនិយាយថាតើយើងអាចជួយគ្នាទៅវិញទៅមកបានដោយរបៀបណាមិនមែនជាចំណុចមួយដែលតែងតែនិយាយថាខ្ញុំរងចាំឲ្យអ្នកជួយខ្ញុំតើអ្នកអាចជួយខ្ញុំបានអ្វីខ្លះនេះមិនមែនជាទំនាក់ទំនងល្អនោះទេ22ភាពអត់ធ្មត់គឺជាគន្លឹះដ៏សំខាន់មួយក្នុងការរក្សាទំនាក់ទំនងឲ្យបានយូរអង្វែងគ្រប់ទំនាក់ទំនងទាំងអស់ឆ្លងកាត់ការឡើងចុះការខកចិត្តការយល់ច្រឡំនិងពេលវេលាដែលដៃគូអាចនឹងធ្វើឲ្យយើងទើសចិត្តធ្វើខុសឬមិនបានដោយការរំពឹងទុកភាពអត់ធ្មត់គឺជាសមត្ថភាពក្នុងការទ្រាំទ្រនិងភាពមិនល្អឥតខ្ចោះជាមួយនឹងកំហុសឆ្គងរបស់ដៃគូដែលមានការយល់ដឹងត្រូវមានភាពមេត្តានិងការមិនប្រញាប់ប្រញាល់វិនិច្ឆ័យឬប្រតិកម្មខ្លាំងពេកចំពោះវានោះទេវាអនុញ្ញាតឲ្យទំនាក់ទំនងរបស់យើងមានពេលដកដង្ហើមអាចព្យាបាលទំនាក់ទំនងនោះនិងឆ្លងកាត់ព្យុះភ្លៀងជាមួយគ្នាដោយមិនមានការបែកបាក់នោះទេភាពអត់ធ្មត់ជួយឲ្យទំនាក់ទំនងរបស់យើងឆ្លងផុតពេលវេលាដ៏លំបាកនិងពេលវេលាដែលនរណាម្នាក់សាងកំហុសដោយអចេតនា23ការអភ័យទោសមិនមែនជាការភ្លេចទេតែជាការចងចាំដោយគ្មានកំហឹងការអភ័យទោសមិនតម្រូវឲ្យអ្នកលុបបំបាត់នៃការចងចាំពីអ្វីដែលកើតឡើងនោះទេការចងចាំអាចជាមេរៀននិងជួយការពារអ្នកនាពេលអនាគតវាក៏មិនមែនមានន័យថាអ្នកយល់ព្រមចំពោះទង្វើដែលបង្កការឈឺចាប់ឬថាអ្នកត្រូវតែផ្សះផ្សាភ្លាមនោះទេផ្ទុយទៅវិញវាជាការសម្រេចចិត្តដោយដឹងខ្លួនដើម្បីដោះលែងខ្លួនអ្នកពីបន្ទុកនៃអារម្មណ៍អវិជ្ជមានដូចជាកំហឹងការអន់ចិត្តចំណង់ដែលចង់សងសឹកជាដើមដែលចងភ្ជាប់អ្នកជាមួយនឹងទង្វើទាំងនោះវាជាការផ្ដល់សន្តិភាពដល់ខ្លួនអ្នកជាចម្បងការភ័យទោសគឺដើម្បីសេរីភាពផ្លូវចិត្តរបស់អ្នកមិនមែនដើម្បីអ្នកដែលធ្វើខុសចំពោះអ្នកនោះទេ24កុំខ្លាចក្នុងការនិយាយលាចំពោះទំនាក់ទំនងដែលធ្វើឲ្យអ្នកឈឺចាប់ដើម្បីស្វាគមន៍ទំនាក់ទំនងដែលធ្វើឲ្យអ្នករីកចម្រើនការបន្តទំនាក់ទំនងដែលមានភាព toxic ដែលបន្តធ្វើឲ្យអ្នកឈឺចាប់បន្ទាបតម្លៃរបស់អ្នករារាំងការលូតលាស់របស់អ្នក
ឬមិនគោរពព្រំដែនរបស់អ្នកគឺជាការធ្វើបាបខ្លួនឯងហើយការសម្រេចចិត្តបញ្ចប់ទំនាក់ទំនងបែបនោះបើទោះបីជាវាពិបាកវាឈឺចាប់ក្នុងរយៈពេលខ្លីក៏ដោយតែវាជាទង្វើនៃការគោរពចំពោះខ្លួនឯងនិងការស្រឡាញ់ខ្លួនឯងវាបើកទ្វារសម្រាប់ឱកាសក្នុងការស្វែងរកនិងកសាងទំនាក់ទំនងថ្មីៗដែលល្អជាងនេះដែលទទួលបានអ្នកដែលគ្រប់គ្រងអ្នកនិងជួយឲ្យអ្នករីកចម្រើនជាងបុគ្គលដែលធ្វើបាបអ្នកការបញ្ចប់ទំនាក់ទំនងដែលមិនល្អគឺជាការបង្កើតកន្លែងសម្រាប់ទំនាក់ទំនងដែលល្អជាងនេះទំនាក់ទំនងដែលមិនគួរបន្តមានប្រភេទទំនាក់ទំនងមួយចំនួនដែលមិនត្រឹមតែមិនជួយឲ្យយើងរីកចម្រើនប៉ុណ្ណោះទេវាថែមទាំងអាចបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សុខភាពផ្លូវចិត្តនិងផ្លូវកាយរបស់យើងទៀតផងការទទួលស្គាល់សញ្ញាព្រមានទាំងនេះគឺជាជំហានដ៏សំខាន់ដំបូងបង្អស់ចំពោះទៅរកការការពារខ្លួនអ្នកនិងការកសាងជីវិតដែលពោរពេញទៅដោយទំនាក់ទំនងដែលមានសុខភាពល្អខាងក្រោមនេះខ្ញុំនឹងបង្ហាញសញ្ញាព្រមានទាំង11នៃទំនាក់ទំនងដែលអ្នកគួរតែបញ្ឈប់ជូនទៅកាន់បងប្អូនទាំងអស់គ្នាស្ដាប់1ទំនាក់ទំនងដែលមានការរំលោភបំពានគ្នាការរំលោភបំពាននៅក្នុងទំនាក់ទំនងគឺជាទង្វើណាមួយដែលមានចេតនាបង្កគ្រោះថ្នាក់ឬអាចជាការគ្រប់គ្រងទៅលើដៃគូការបំផិតបំភ័យទៅលើដៃគូហើយវាអាចបង្ហាញចេញជាច្រើនទម្រង់វាមិនមែនសំដៅទៅលើតែការប្រើអំពើហិង្សាទៅលើរាងកាយនោះទេវាក៏រួមបញ្ចូលទាំងការជេរប្រមាថដែលធ្វើឲ្យអ្នកបាត់បង់តម្លៃខ្លួនឯងបូករួមទាំងការត្រួតត្រាទៅលើលុយកាក់របស់អ្នកឬទង្វើណាដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាភ័យខ្លាចនិងគ្មានតម្លៃសុវត្ថិភាពរបស់អ្នកគឺជាអាទិភាពហើយការរំលោភបំពានគ្រប់ទម្រង់គឺមិនអាចទទួលយកបានឡើយ2ទំនាក់ទំនងដែលខ្វះការគោរពគឺជាគ្រឹះសំខាន់នៃទំនាក់ទំនងដែលមានសុខភាពល្អនៅពេលដែលការគោរពត្រូវបានបាត់បង់ទំនាក់ទំនងនោះក៏ចាប់ផ្ដើមរង្គោះរង្គើដែរការខ្វះការគោរពអាចបង្ហាញចេញតាមរយៈសញ្ញាជាច្រើនដូចជានៅពេលដែលដៃគូរបស់អ្នកចាប់ផ្ដើមនិយាយកាត់អ្នកកាត់អារម្មណ៍របស់អ្នកមិនថាវាជាអារម្មណ៍ដ៏សំខាន់សម្រាប់អ្នកប៉ុណ្ណាទេការមើលស្រាលក្តីសុបិនរបស់អ្នកការមិនអើពើនឹងព្រំដែនផ្ទាល់ខ្លួនរបស់អ្នកដែលបានកំណត់ទង្វើទាំងអស់នេះគឺមិនល្អចំពោះអ្នកឡើយទំនាក់ទំនងដែលមានសុខភាពល្អគឺត្រូវបានសាងសង់ឡើងទៅលើការឲ្យតម្លៃគ្នាទៅវិញទៅមកប៉ុន្តែបើគ្មានការឲ្យតម្លៃទៅលើគ្នាទេគ្រឹះនៃទំនាក់ទំនងគឺចាប់ផ្ដើមរលាយហើយអ្នកសមនឹងទទួលបានការគោរពនិងការឲ្យតម្លៃចំពោះភាពជាខ្លួនអ្នកការខ្វះការគោរពជាប្រចាំគឺជាសញ្ញាគ្រោះថ្នាក់ដែលបង្ហាញថាទំនាក់ទំនងនោះមិនមានសុខភាពល្អសម្រាប់អ្នកឡើយ3ទំនាក់ទំនងដែលបាត់បង់ទំនុកចិត្តឲ្យគ្នាទំនុកចិត្តគឺជាកាវដ៏សំខាន់ដែលភ្ជាប់ទំនាក់ទំនងឲ្យមានភាពថិតថេរនៅពេលដែលទំនុកចិត្តត្រូវបានបំផ្លាញវាក៏ពិបាកខ្លាំងណាស់ក្នុងការកសាងវាឡើងវិញឲ្យបានដូចដើមហើយជារឿយៗស្នាមប្រេះគឺនៅតែមានវាកើតឡើងនៅពេលដែលការកុហកខ្លាចទៅជាទម្លាប់ការសន្យាត្រូវបានបំផ្លាញជាញឹកញាប់ហើយឈានទៅដល់ការក្បត់គ្នាពីក្រោយខ្នងទៀតផងដូចជាការផិតក្បត់ភាពមិនស្មោះត្រង់ផ្នែកហិរញ្ញវត្ថុជាដើមទង្វើទាំងនេះបង្កើតឲ្យមានការសង្ស័យនិងការបំផ្លាញអារម្មណ៍ដែលមានសុវត្ថិភាពបើគ្មានទំនុកចិត្តទេទំនាក់ទំនងមិនអាចមានភាពថិតថេរឬភាពស្មោះត្រង់បានឡើយបើគ្មានទំនុកចិត្តទេទំនាក់ទំនងរបស់អ្នកក៏មិនមានភាពថិតថេរហើយអារម្មណ៍សុវត្ថិភាពរបស់អ្នកក៏មិនមានដែរវាប្រៀបបីដូចជាការរស់នៅក្នុងផ្ទះដែលគ្មានគ្រឹះអញ្ចឹង4ទំនាក់ទំនងដែលមានតែម្ខាងទំនាក់ទំនងដែលមានសុខភាពល្អវាទាមទារឲ្យមានការចូលរួមចំណែកការយកចិត្តទុកដាក់និងការប្រឹងប្រែងពីភាគីទាំងពីរប្រកបដោយតុល្យភាពផ្ទុយទៅវិញនៅក្នុងទំនាក់ទំនងតែម្ខាងភារៈទាំងអស់គឺត្រូវបានទម្លាក់ទៅលើតែមនុស្សម្នាក់អ្នកគឺជាអ្នកត្រូវខលទៅមុនអ្នកគឺជាអ្នករៀបផែនការហើយអ្នកគឺជាអ្នកដែលត្រូវប្រឹងប្រែងរក្សាទំនាក់ទំនងនោះខណៈពេលដែលភាគីម្ខាងទៀតហាក់ដូចជាមិនខ្វាយខ្វល់សោះទំនាក់ទំនងគឺជាការរួមប្រឹងប្រែងគ្នាមិនមែនជាការដែលមនុស្សម្នាក់ត្រូវផ្ដល់ឲ្យគ្រប់យ៉ាងហើយម្នាក់ទៀតរងចាំតែទទួលនោះទេទំនាក់ទំនងគឺជាការផ្ដល់និងការទទួលទៅវិញទៅមកប្រសិនបើអ្នកជាអ្នកផ្ដល់ឲ្យតែម្ខាងនោះគឺជាភាពមិនស្មើភាពហើយនឹងនាំឲ្យអ្នកមានអារម្មណ៍ថាអស់កម្លាំងអន់ចិត្តនិងមិនត្រូវបានឲ្យតម្លៃចំពោះភាគីម្ខាងទៀតហើយទំនាក់ទំនងនេះគឺមិនថិតថេរឡើយ5ទំនាក់ទំនងដែលមានភាពអវិជ្ជមាននិងមានចំនួនមិនចេះចប់ទំនាក់ទំនងគួរតែជាប្រភពនៃភាពរីករាយមានការគាំទ្រនិងមានសន្តិភាពផ្លូវចិត្តមិនមែនជាប្រភពនៃភាពតានតឹងនិងការឈឺចាប់ឥតឈប់ឈរនោះទេទំនាក់ទំនងគួរតែជាទីកន្លែងដែលមានភាពសុខសាន្តមិនមែនជាទីលានប្រយុទ្ធនោះទេប្រសិនបើការរិះគន់ការឆ្លោះប្រកែកគ្នានិងភាពតានតឹងកើតឡើងជារៀងរាល់ថ្ងៃវាជាបរិយាកាសពុលដែលកំពុងតែបឺតស្រូបថាមពលនិងធ្វើឲ្យអ្នកមានអារម្មណ៍ថាហត់នឿយផ្លូវចិត្តហើយទំនាក់ទំនងដែលពោរពេញទៅដោយភាពអវិជ្ជមានឥតឈប់ឈរនិងបង្ហូរថាមពលរបស់អ្នកដែលប៉ះពាល់ទៅដល់ការគ្រប់ខ្លួនឯងនិងប៉ះពាល់ទៅដល់សុខុមាលភាពផ្លូវចិត្តទូទៅរបស់អ្នកទៀតផង
6. ទំនាក់ទំនងដែលមានតែការគ្រប់គ្រងនិងការរៀបចំនេះគឺជាទម្រង់នៃការរំលោភបំពានផ្លូវចិត្តដែលដៃគូឬក៏បុគ្គលនោះព្យាយាមគ្រប់គ្រងទៅលើទិដ្ឋភាពនៃជីវិតរបស់អ្នកដើម្បីបំពេញតម្រូវការរបស់ពួកគេព្យាយាមបញ្ជាលើជីវិតរបស់អ្នកចង់ដឹងគ្រប់សកម្មភាពត្រួតពិនិត្យទូរស័ព្ទប្រើល្បិចធ្វើឲ្យអ្នកមានអារម្មណ៍ថាខុសដើម្បីឲ្យអ្នកធ្វើតែតាមចិត្តគេការច្រណែនហួសហេតុដែលនាំទៅដល់ការដាក់កម្រិតក៏ជាទម្រង់នៃការគ្រប់គ្រងដែរអ្នកមានសិទ្ធិក្នុងការសម្រេចចិត្តឲ្យខ្លួនឯងគិតដោយសេរីនិងរស់នៅដោយឯករាជ្យការគ្រប់គ្រងគឺជាការរំលោភបំពានទៅលើសិទ្ធិទាំងនោះនិងជាសញ្ញានៃទំនាក់ទំនងដែលមានភាព toxic ហើយ 7. ទំនាក់ទំនងដែលធ្វើឲ្យអ្នកបាត់បង់ភាពជាខ្លួនឯងទំនាក់ទំនងដែលល្អគួរតែជាការលើកទឹកចិត្តឲ្យអ្នកក្លាយជាអ្នកកំណែប្រែដ៏ល្អបំផុតនៃខ្លួនឯងនិងអបអរសាទរភាពជាខ្លួនរបស់អ្នកមិនមែនធ្វើឲ្យអ្នកបាត់បង់អត្តសញ្ញាណរបស់ខ្លួននោះទេអ្នកចាប់ផ្ដើមផ្លាស់ប្ដូរបុគ្គលិកលក្ខណៈបោះបង់ចោលនៅចំណង់ចំណូលចិត្តដែលអ្នកធ្លាប់ស្រឡាញ់ឬក៏លះបង់គោលដៅរបស់ខ្លួនដើម្បីតែផ្គប់ចិត្តគេឬដើម្បីជៀសវាងនៃចំនួនទំនាក់ទំនងពិតប្រាកដគឺជាការលើកទឹកចិត្តឲ្យអ្នករីកចម្រើនមិនមែនធ្វើឲ្យអ្នកខាតបង់មិនរីកចម្រើននោះទេទំនាក់ទំនងដែលពិតប្រាកដគឺជាការទទួលយកនិងអបអរសាទរនៃភាពជាខ្លួនរបស់អ្នកទាំងចំណុចខ្លាំងនិងចំណុចខ្សោយមិនមែនជាការព្យាយាមផ្លាស់ប្ដូរអ្នកឲ្យទៅជារូបភាពដែលគេចង់បាននោះទេ 8. ទំនាក់ទំនងដែលគ្មានការរីកចម្រើនឬគ្មានគោលដៅរួមទំនាក់ទំនងគួរតែមានភាពរស់រវើកជាទីកន្លែងដែលភាគីទាំងពីរអាចរីកលូតលាស់និងអភិវឌ្ឍរួមគ្នាជាមួយគ្នាបានបើទំនាក់ទំនងហាក់នៅត្រឹងគ្មានការវិវត្តទៅមុខហើយអ្នកទាំងពីរមានទស្សនវិស័យជីវិតខុសគ្នាស្រឡះដូចជារឿងគ្រួសារនិងរឿងការងារដែលធ្វើឲ្យការកសាងអនាគតរួមគ្នាគឺជារឿងដែលមិនអាចទៅរួចទំនាក់ទំនងល្អគឺជួយឲ្យភាគីទាំងពីរលូតលាស់ទៅជាមួយគ្នាបានទំនាក់ទំនងគួរតែជាការធ្វើដំណើររួមគ្នាឆ្ពោះទៅរកភាពរីកចម្រើនផ្ទាល់ខ្លួននិងការសម្រេចបានគោលដៅដែលស៊ីសង្វាក់គ្នាឬយ៉ាងហោចណាស់ក៏អាចសម្របសម្រួលបានដោយការគោរពគ្នាទៅវិញទៅមកដែរ 9. ទំនាក់ទំនងដែលប៉ះពាល់ទៅដល់សុខភាពផ្លូវចិត្តនិងផ្លូវកាយរបស់អ្នករាងកាយនិងផ្លូវចិត្តរបស់អ្នកអាចជាសញ្ញាប្រាប់អ្នកយ៉ាងច្បាស់ថាទំនាក់ទំនងនោះមិនល្អសម្រាប់អ្នកទេអ្នកចាប់ផ្ដើមមានអារម្មណ៍ថាថប់បារម្ភបាក់ទឹកចិត្តជាប់រហូតគេមិនលក់ឬមានបញ្ហាសុខភាពផ្លូវកាយផ្សេងៗដែលអ្នកមិនធ្លាប់មាននេះគឺជាសញ្ញានៃរាងកាយរបស់អ្នកកំពុងតែប្រាប់អ្នកថាទំនាក់ទំនងនេះកំពុងតែបង្កផលប៉ះពាល់អវិជ្ជមានទៅដល់សុខុមាលភាពទូទៅរបស់អ្នកហើយសុខុមាលភាពផ្លូវចិត្តនិងផ្លូវកាយរបស់អ្នកគឺជាអាទិភាពគ្មានទំនាក់ទំនងណាដែលសមនឹងធ្វើឲ្យអ្នកឈឺចាប់រ៉ាំរ៉ៃនោះទេ 10. ទំនាក់ទំនងជាមួយមនុស្សញៀនដែលមិនបានព្យាបាលការញៀនមិនថាជាការញៀនស្រាញៀនលបែងឬអកប្បកិរិយាបង្ខិតបង្ខំផ្សេងៗនោះទេដូចជាការញៀននឹងការងារញៀននឹងអ៊ីនធឺណិតជាដើមនេះគឺជាជំងឺដ៏ស្មុគស្មាញដែលប៉ះពាល់ទៅដល់បុគ្គលនោះនិងប៉ះពាល់ទៅដល់មនុស្សជុំវិញខ្លួនរបស់ពួកគេជាពិសេសគឺមនុស្សដែលស្និទ្ធស្នាលជាមួយនឹងពួកគេបំផុតនៅពេលដែលដៃគូមានបញ្ហាញៀនទាំងអស់នេះហើយបដិសេធមិនព្រមទទួលស្គាល់ឬស្វែងរកជំនួយនោះអ្នកនឹងត្រូវជាប់នៅក្នុងវដ្តនៃការសន្យាបោកប្រាស់និងការខកចិត្តមិនចេះចប់មិនចេះហើយអ្នកមិនអាចព្យាបាលពួកគេបានទេប្រសិនបើពួកគេមិនព្រមជួយខ្លួនឯងនោះអ្នកត្រូវដឹងថាអ្នកមិនអាចព្យាបាលឬជួយសង្គ្រោះការញៀនរបស់អ្នកដទៃបានទេប្រសិនបើពួកគេមិនចង់ជួយខ្លួនឯងការការពារសុខុមាលភាពផ្ទាល់ខ្លួនរបស់អ្នកត្រូវតែជាអាទិភាពជាចម្បង 11. ទំនាក់ទំនងដែលនាំអ្នកទៅរកភាពឯកោដៃគូដែលគ្រប់គ្រងមិនមានសុវត្ថិភាពចំពោះអ្នកឬមានការច្រណែនចំពោះអ្នកហួសហេតុអាចព្យាយាមកាត់ផ្តាច់អ្នកពីប្រព័ន្ធនៃការគ្រប់គ្រងចំពោះអ្នកដើម្បីងាយស្រួលក្នុងការគ្រប់គ្រងនិងធ្វើឲ្យអ្នកពឹងផ្អែកទៅលើពួកគេតែម្នាក់ឯងដៃគូរបស់អ្នកអាចរិះគន់មិត្តភ័ក្តិនិងគ្រួសាររបស់អ្នកបង្កើតជាចំនួននៅពេលដែលអ្នកចង់ជួបពួកគេឬធ្វើឲ្យអ្នកមានអារម្មណ៍ថាខុសឆ្គងនៅពេលដែលអ្នកមានជីវិតផ្ទាល់ខ្លួនក្រៅពីទំនាក់ទំនងជាមួយគេគោលដៅរបស់ពួកគេគឺធ្វើឲ្យអ្នកពឹងផ្អែកទៅលើតែគេម្នាក់ដែលជាទម្រង់នៃការគ្រប់គ្រងដ៏គ្រោះថ្នាក់មួយទំនាក់ទំនងដែលមានសុខុមាលភាពល្អគួរតែជាការលើកទឹកចិត្តនិងគាំទ្រអ្នកឲ្យរក្សាទំនាក់ទំនងល្អជាមួយនឹងអ្នកដទៃជាពិសេសគឺគ្រួសារនិងមិត្តភ័ក្តិរបស់អ្នកមិនមែនជាការផ្ដាច់អ្នកចេញពីពិភពខាងក្រៅនោះទេសរុបមកវិញការសម្រេចចិត្តបញ្ចប់ទំនាក់ទំនងណាមួយមិនមែនជារឿងងាយស្រួលនោះទេហើយវាអាចពោរពេញទៅដោយអារម្មណ៍ស្មុគស្មាញនិងការឈឺចាប់បើទោះបីជាយ៉ាងណាក៏ដោយសុខុមាលភាពសុភមង្គលនិងការរីកចម្រើនផ្ទាល់ខ្លួនរបស់អ្នកគឺជារឿងសំខាន់បំផុតដែលមិនអាចចរចាបានឡើយប្រសិនបើអ្នកសម្គាល់ឃើញសញ្ញាណទាំងនេះវាកើតឡើងច្រើនឬសញ្ញាណណាមួយនៅក្នុងកម្រិតធ្ងន់ធ្ងរនៅក្នុងទំនាក់ទំនងរបស់អ្នកសូមចំណាយពេលគិតនិងពិចារណាឲ្យបានដិតដល់អំពីអនាគតនៃទំនាក់ទំនងនោះនិងផលប៉ះពាល់របស់វាទៅលើជីវិតរបស់អ្នកការស្វែងរកការគាំទ្រពីមិត្តភ័ក្តិដែលអ្នកទុកចិត្តសមាជិកគ្រួសារដែលយល់ចិត្តអ្នកឬអ្នកជំនាញផ្សេងៗពួកគេអាចផ្ដល់នូវទស្សនវិស័យ
ជំនួយនិងកម្លាំងចិត្តដែលអ្នកត្រូវការដើម្បីធ្វើការសម្រេចចិត្តដ៏ល្អបំផុតសម្រាប់អ្នកបានហើយវាក៏ជាការឆ្លងកាត់ដំណើរការដ៏លំបាកនេះដែរសូមចងចាំថាអ្នកសមតែនឹងទទួលបានទំនាក់ទំនងដែលនាំមកនូវភាពរីករាយការគោរពការគាំទ្រនិងភាពរីកចម្រើនពិតប្រាកដមិនមែនជាទំនាក់ទំនងដែលបំផ្លាញអនាគតនិងភាពរីកចម្រើនរបស់អ្នកឡើយសូមអរគុណសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយសូមជម្រាបលា